បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំទៀតហើយនាយកស្លុយបាទចាដោយសារជាង10ឆ្នាំទៀតទេយើងនឹងប្រឡងឆមាសលើកទី80ហើយឥឡូវថ្ងៃនេះលោកនាយកក៏មកធ្វើតេស្តសមត្ថភាពបងប្អូនទាំងអស់គ្នាបាទឮថានៅថ្នាក់នេះអាស្ដុកប្រកែយ៉ាងគេចឹងហ៎បាទលោកគ្រូអាស្ដុកលោកគ្រូអាស្ដុកមើលស្ដុកតើបងប្អូនប្រកែខាងមុខជាអីខ្លះបាទលោកគ្រូខ្ញុំប្រកែខាងគណិតវិទ្យាភាសាខ្មែរជីវៈប្រវត្តិផែនដីនិងបុកវិទ្យាលោកគ្រូអូសុំទោសលោកគ្រូច្រឡំមកយីអានេះចឹងបងប្អូនប្រកែខាងគណិតឯងចឹងលោកគ្រូសួរសំណួរដែលតាក់ទងនឹងគណិតវិទ្យាតើការដែលយើងមានស្នេហាពេលកំពុងសិក្សាវាប៉ះពាល់អ្វីខ្លះបាទលោកគ្រូមានស្នេហាពេលកំពុងសិក្សាវាប៉ះពាល់ដល់ឈ្មោះលោកគ្រូយ៉ាងខ្លាំងលោកគ្រូប៉ះពាល់ដល់ឈ្មោះលោកគ្រូមិនស្ដុកបាទលោកគ្រូឧទាហរណ៍ថាខ្ញុំកំពុងសិក្សាខ្ញុំមានសង្សារទៅពេលខ្ញុំមានសង្សារខ្ញុំរៀនអត់ចេះពេលអត់ចេះម៉ែខ្ញុំប្រកាសជាលោកគ្រូថាលោកគ្រូរៀនកូនគាត់កើតយីអានេះដុតអេកបាត់ឥឡូវគ្រូសួរអីមើលសំណួរទៀតតើជក់បរិយបណ្ដាលឲ្យអ្វីបាទលោកគ្រូជក់បរិយបណ្ដាលឲ្យអស់បរិយឥឡូវគ្រូសួរអីមើលសំណួរទៀតមិញឮសូថាឯងប្រកែខាងប្រវត្តិចឹងចូលប្អូនរៀបរាប់ពីមនុស្សសម័យអង្គរបាទលោកគ្រូគឺពួកគេស្លាប់អស់ហើយអេអ្នកគ្រូអាស្តុកប្រកែខ្លាំងណាស់អ្នកគ្រូខ្ញុំសួរសំណួរអីក៏វាឆ្លើយបានទាំងអស់ដែរចាលោកនាយកទុកខ្ញុំសួរវាម្ដងក្រែងលើសំណួរមេរៀនវាចេះហើយសំណួរអីផ្សេងវាអត់ចេះលោកគ្រូឥឡូវអ្នកគ្រូចាប់ដើមសួរណាសំណួរនេះវារៀងប្លែកបន្តិចហើយបើស្ដុកឯងឆ្លើយបានស្លុកឯងពិតជាពូកែមែនតើមនុស្សប្រុសហេតុអីព្រឹកឡើងអាក្អូនងើបទូលភួយបាទអ្នកគ្រូគឺមកពីមនុស្សប្រុសមានទម្លាប់ល្អមួយពេលព្រឹកឡើងគឺឡើងរົບទងជាតិអ្នកគ្រូអូឆ្លើយទៅហើយឥឡូវអ្នកគ្រូសួរឯងមួយសំណួរទៀតគេថាមនុស្សប្រុសនិងលោកនេះសុទ្ធតែដូចគ្នាមែនទេស្ដុកបាទអ្នកគ្រូមនុស្សប្រុសមិនដូចគ្នាទេខ្លះខ្ទើយខ្លះទៀតប្រុសសុទ្ធត្រឹមត្រូវហើយកែណាស់ស្ដុកតើសត្វអ្វីដែលមុខដូចឆ្កែបាទអ្នកគ្រូគឺសត្វឆ្កែត្រឹមត្រូវទៀតហើយមើលឃើញវើយឥឡូវសំណួរចុងក្រោយនេះគឺជាសំណួរដែលតាក់ទងនឹងចំណោទប្តីអ្នកគ្រូមុននឹងទៅដើរលេងមានលុយ$30ចុះហេតុអីពេលប្តីអ្នកគ្រូមកវិញគេវាយបែកមុខបែកមាត់ដេកអស់10ធ្នេហើយគាត់ទៅវិញសល់លុយ$30ចុះហេតុអីបានជាគាត់ចូលពេទ្យអត់អស់លុយបាទអ្នកគ្រូគឺប្តីអ្នកគ្រូទៅដើរលេងមានលុយ$30ពេលដែលគាត់កំពុងទៅដើរគាត់រើបានលុយ$100ពេលដែលគាត់ដើរត្រឡប់មកវិញគាត់ក៏ញ៉ៃប៉ះប្រពន្ធគេពេលប្តីគេមកទាន់គេវាយបែកមុខបែកមាត់គាត់ចូលពេទ្យដេកអស់10ធ្នេក៏អស់$100រួចខ្លួនអូស្ទប់ចាស់ណាស់ទេថ្ងៃក្រោយអ្នកគ្រូសួរឯងម្ដងទៀតឥឡូវប៉ុណ្ណឹងសិនបានហើយ